อยเลยแต่เมฆเนี่ยตึงจังเตียนเนี่ยเหมือนแบบไงเพลี้ยงเตียนนี่เป็นเนี่ยโกนเนี่ยโกนเนี่ยบักลามให้อันละอัดน้องอันละอัดกันในคอยนี่กิจจริงเคลียร์ในเคลียร์นายยำบดายยำทรูก้อนyo chơi chân nhật bọc tay còn ngán ớt ngán nhỏ ok đây không mấy đắp to mà đấm chất chất kiện cái lạnh tinh kêu sờ bọt không mình cầm cái kêu sờ bọt bằng ấu nó xong nhầm ấy của bạn ấy sờ nè mình nhận được không cái chi nhắm bài của tôi đâu xa hả cô không nổ được con đi ra cô rồi这个里面我有收的可以炒差不多把你拍散了这个有蛋吗？还340有这个有蛋吗？那个350一包1斤哎，这是沙发的话，我想看。我的这买汤70公这个有蛋吗？有蛋的这边350哦，这1斤350啊。那有蛋的给我1斤好不好？oyster了ôi oyster thì chơi đọc lên thì nó có đúng nó lại看一下吧trai salmon có phá cô nó còn không biết ô cái khâu liên là lợi màu tình không thêm nó còn nữa cháo nó làm dạ bằng ôm này hạt làm dạ就是都有那个蛋哈，这个是有肉的，这都是肥的。只是种在那边而已，有公有母的哈。对。Tình cái am đi cô ai, không mà cái am đi, rừng kia, cây xoài đã không rồi, được đây rồi cái am. 1斤才几只啊4到5只。这是公的哈。母的蛋。哦，不要了，母的是有那个蛋也是一样丢，那2斤吧。有蛋哦。那个有蛋哈。有肉。2斤。你要母的要公的？公的。真逼的我。lại ní cái bộ trơn cái am mà bằng cầu này đấy cái bộ trơn cái am kéo trong nhâm mà luôn cái tên cái trơn cái tham mà如果吃不饭能送3你那些1000块 ôi trộm đó đông mình đi này cái bông con lại cái bộ cho ăn xẹp á thường sẽ bóc cho ăn xẹp chẳng ăn tập hấp ai miền bông miền ấy trên đây hàng mấy cái lụa thường sẽ bóc ăn cái lụa thì thường sẽ bóc cái cho ăn thôi ngày ngày một câu nữa trong tình vắng ngày cả mẹ mình đặt mơ rồi ăn hạt đặc biệt cái tập 你要吃什么？你要买炸的吗？没什么要吃的。啊？没东西要吃啊。现在就回去呀、
悠悠，你要买什么？你要买什么？奇怪，有分有在上面播诶，无你唔只等我啦，你可能200块一杯ข้าวเปล่าខានមកកំពង់ផែថៃចុងកាំងយូរឯងបងប្អូនថ្ងៃសម្រាប់4ថ្ងៃហ្នឹងកូនប្រុសគាត់អត់ធ្វើការហើយក៏អត់រៀនក៏ឆ្លៀតមកពី3អ្នកម៉ែកូនមកមើលគ្រឿងសមុទ្រហើយនិយាយ oyster បងប្អូនប្រព័ន្ធបាត់ដៃនាងខ្ញុំនឹងបើមើលចិត្តបានដឹងមកពីនាងខ្ញុំថតពីចម្ងាយអញ្ចឹងណាហើយតែបើរឿងលីហើយនឹងខ្ចង់ប៉ារ៉ានៅស្រស់ហ្មងហើយក្តាមគឺក៏ធូរថ្លៃដែរវាមានតាមតូចតាមធំធំទៅ1គីឡូ450តែអាទូច350 300ក៏មានដែរអញ្ចឹងណាហើយស្រស់មែនតើហើយក្តាមខែហ្នឹងវាអត់ទាន់ពេញឆ្ងាញ់ទេបើពេញឆ្ងាញ់ក្តាមគឺខែ7ខែ8មិនសបោសាច់ញ៉ាំប៉ុន្តែថ្ងៃមុននេះខ្ញុំទិញហ្នឹងក៏វាសបោសាច់ដែរមិនសូវអត់សាច់ទេតែបើនិយាយមករឿងត្រីសាម៉ុនវិញពីដើមខ្ញុំអត់ចេះហូបទេបងប្អូនខ្ញុំរៀនហូបដំបូងគឺហូបអាត្រីសាម៉ុនពណ៌ក្រហមណាត្រីពណ៌ក្រហមដល់ក្រោយមកបានខ្ញុំទិញអាត្រីពណ៌ខ្លាញ់ក្តាមគឺថាឆ្ងាញ់មែនតើហ្នឹងណាហើយដាក់មួយម៉ាត់មកខ្ទិះយកហ្មងហើយនៅតៃវ៉ាន់និយាយទៅគ្រឿងសមុទ្រអត់ថ្លៃទេបងអូនមកគួរសមញ៉ាំបានមិនទៅថាថ្លៃអ្នកល្មមក៏អាចទិញញ៉ាំបានដែរគ្រឿងសមុទ្រនៅតៃវ៉ាន់ណាព្រោះវាសម្បូរមែនតើហ្មងគឺសម្បូរគ្រឿងសមុទ្រហើយស្រស់ទៀតហើយយើងនៅផ្សារទិញរៀងថ្លៃបើយើងទៅដល់កន្លែងគេបោះដុំផ្ទាល់ហ្នឹងគឺអត់សូវថ្លៃទេមកល្មមញ៉ាំយើងកាន់50 100ដុល្លារហ្នឹងយើងញ៉ាំមកគ្រួសារញ៉ាំមិនអស់ទេបងប្អូនអាចញ៉ាំបាន2ពេលហើយសារាយនេះក៏ខ្ញុំខានញ៉ាំយូរដែរអូសារាយធ្វើទឹកត្រីកពតជ្រលក់អូឆ្ងាញ់ណាស់បងប្អូនអូនិយាយមែនហើយបើរឿងត្រីនេះខ្ញុំក៏ខានញ៉ាំយូរដែរត្រីហ្នឹងគេហៅស្អីទេខ្ញុំភ្លេចខ្មែរពងត្រីនិងពងត្រីតែខ្មែរហ្នឹងគេហៅអីបងប្អូនយកមករោលភ្លើងវាឆ្ងាញ់មែនតើកូនប្រុសខ្ញុំគាត់ឃ្លានគាត់ថាម៉ែខ្ញុំចង់ទៅញ៉ាំទិញជឺអាំងហើយជឺអាំងមានតែមួយកន្លែងហ្នឹងទេដែលអាំងឆ្ងាញ់បងប្អូនកូនប្រុសបងក៏គាត់ថាឆ្ងាញ់ដែរមកគួរសមហើយនិយាយទៅថ្ងៃហ្នឹងតែ3អ្នកម៉ែកូនដើរចូលដើរឡើងទិញឲ្យបញ្ញាមកផ្ទះធ្វើអីញ៉ាំអញ្ចឹងព្រោះអីគាត់អត់ហូបអាហារថ្ងៃត្រង់ហើយនេះមកហូបប៉ុណ្ណឹងទិញយកមកដល់ធ្វើតែប៉ុណ្ណឹង3អ្នកម៉ែកូនញ៉ាំទឹកស្មាតទោសលង្ហល់បុនឆេងម៉េងសម្រាប់4ថ្ងៃបងប្អូនហើយកូនប្រុសគាត់បបួលទៅទិញគ្រឿងសមុទ្រហ្នឹងថ្ងៃនោះហូបហើយគាត់ឃ្លានទិញមកគ្នាតែ3អ្នកម៉ែកូនហើយទិញមកហូបហើយគាត់និយាយទៅគាត់ថាហូបលង្ហល់ម៉ែអើយដល់ចឹងទៅមានតាំងពីត្រីសាម៉ុនមានអីបកាមានម៉ាក់មានអីចឹងទៅមានក្តាមមានអីចឹងបងប្អូនដល់នេះខ្ញុំធ្វើហូបហើយក៏វានៅសល់ដល់សល់ទៅស្អែកឡើងបាននេះខ្ញុំមកបកអាបកាហ្នឹងហើយនៅសល់ហ្នឹងក៏បកវានឹងជាមួយម៉ាក់ហ្នឹងកាត់វាទៅកាត់វាហើយនាងខ្ញុំមានបន្លែមានទឹកថៃកពតហ្នឹងក៏ចលក់ចឹងទៅហើយដោយសារហូបសល់ពីថ្ងៃបុណ្យហ្នឹងបងប្អូនអញ្ចឹងហើយវីដេអូតំបានធ្វើបានកាត់តថ្ងៃនេះអញ្ចឹងហើយនិយាយទៅហូបគ្រឿងសមុទ្រពីមុនក្តាមបានខ្ញុំហូបបាន5 6ក្តាមបានអត់បញ្ហាតែឥឡូវបងប្អូនតែ3ក្តាម2ក្តាមទលាន់បាត់ហើយខំយើងមានក្តាមមានទឹកថៃកពតមានម្ជូរមានហឹរនៅតែទលាន់ទៀតហើយបើនិយាយទៅខ្ញុំនិយាយថារឿងម៉ាក់បងប្អូនយើងម៉ាក់ខ្ញុំទិញមកចលក់ជាមួយអាស្ពៃទូចហ្នឹងបងប្អូនអើយថាចលក់ទឹកថៃកពតថាជាតិមហាជាតិឆ្ងាញ់ហ្មងត្រូវគ្នាហ្មងនិយាយចឹងមកអាម៉ាក់ណាហើយបើបកាអត់សូវត្រូវទេគឺម៉ាក់ត្រូវជាងហ្មងថ្ងៃមុនហ្នឹងសល់បន្តិចហ្នឹងក៏ដាក់ប្រហើយទៅម្នាក់ឯងហ្នឹងដាក់ប្រហើយទៅហើយនិយាយទៅឥឡូវគ្រឿងសមុទ្រអត់សូវអាសាហូបដូចលោកមុនទេលោកមុនមកទឹកឡើង2 3ដងឥឡូវហ្នឹងដូចជា10ខែម្ដងដែរនឹងចង់ខ្លាំងបានហ៊ានហូបទេព្រោះអីឥឡូវអាយុយើងកាន់តែច្រើនយើងហូបគ្រឿងសមុទ្រទៅខ្លាចវាអាចវាឡើងជាតិអាស៊ីតណាចឹងទៅអាចយូរញ៉ាំម្ដងអត់អីទេហើយពីមុនម៉ែអើយមកទឹក3ដងជុំគ្នាចឹងទៅមានអីមានតែពពុះជាមួយគ្រឿងសមុទ្រហ្នឹងដាក់យកក្តាម7 8ក្តាមអង្គុយជក់ក្តាមជក់ឡើងស្ទិក8មាត់អស់ហើយគ្មាននៅទេតែឥឡូវអត់ទេបងប្អូនណាមួយខែឬក៏2ខែមកឃើញចង់គ្រឿងសមុទ្រម្ដងចឹងទៅដោយសារកូនគាត់ចង់ញ៉ាំដែរឥឡូវកូនប្រុសគាត់ចូលចិត្តគ្រឿងសមុទ្រហើយគាត់ចូលចិត្តជាងគេគឺបកាណាបងប្អូនអូបកាគាត់ចូលចិត្តញ៉ាំណាស់ហើយបើឲ្យហូបក្តាមគាត់ថាធុញ